នៅប្រទេសអូស្ត្រាលីនេះគឺអត់មានម្ដេចទេប៉ុន្តែជំនួសដោយផ្លែអូលីវនិយាយទៅរសជាតិឆ្ងាញ់មួយយ៉ាងម្នាក់ប៉ុន្តែម្ដេចយកមកពីស្រុកខ្មែរយើងគឺលក់ថ្លៃខ្លាំង1គីឡូដល់តែ$50មិនមែនថាគាត់យកមកក៏លក់ថ្លៃទេតែសារថ្លៃដឹកជញ្ជូនថ្លៃអញ្ចឹងម្ល៉េះហើយរបស់ហ្នឹងវាថ្លៃទៅតាមនឹងដែរតែសម្រាប់អូលីវនៅក្នុងប្រទេសអូស្ត្រាលីវិញ1គីឡូតែ24 25ខ្លះ27អីអញ្ចឹងទៅតាមម៉ូតម៉ាកអញ្ចឹងណាសម្រាប់ចាយវិញគឺចាយចូលចិត្តអូលីវនៅនេះច្រើនជាងដោយសារឆ្ងាញ់ញ៉ាំត្រូវចិត្តហើយណាមួយទៀតតម្លៃពាក់កណ្ដាលនឹងអូលីវនៅស្រុកខ្មែរយើងគឺផ្លែម្ដេចហ្នឹងណាហើយចាយចូលចិត្តទិញសាក់អញ្ចឹងណាសាក់ម៉ូតនេះផងម៉ូតនោះផងដែលសារអូលីវវាមិនមែនមានតែ1ម៉ូត2ម៉ូតទេវាមានច្រើនម៉ូតឲ្យយើងសាក់បើសិនជាយើងចង់សាក់យើងទិញគេតែ$2 $3ក៏គាត់លក់ដែរអញ្ចឹងណាហើយបើសិនជាយើងទិញម៉ូតហ្នឹងយើងញ៉ាំគិតថាញ៉ាំឆ្ងាញ់ហើយយើងចំណាំដល់ឈ្មោះវាទៅថ្ងៃក្រោយយើងទិញច្រើនអញ្ចឹងទៅ